សូមលេខរៀងទី7ចែកភ័ណ្ឌបាទសូមអញ្ជើញចែកភ័ណ្ឌឡើងលើឆាកបាទឡោជីងម៉ូតូវិចអង្គហើយស្វែងរកផ្លូវនៅឯណាទៅផ្លូវអើយផ្លូវទៅផ្ទះម៉ែក្មេកនៅឆ្ងាយឬចិនចិត្តយ៉ាងម៉ងឬជាប់ជើងមេងខំឆៃតាមមេងក៏នៅតែអន់ឃើញផ្លូវសងផ្លូវទៅសាលាផ្លូវវ័នផ្លូវផ្សារខ្ញុំស្គាល់ឡើងសងស្គាល់គ្រប់កលៀតក្លោបអត់មានផ្លូវតែផ្លូវទៅផ្ទាំងម៉ែក្មេកនៅឯណាឬក៏នាងណាយងផ្លូវនោះលាតុងបានហើយបាយវ័នបាយផ្សារបាយផ្ទាំងបាយសាលាខ្ញុំហូបអង្ហើយអាយុជាង30ផ្លាយប៉ុន្តែនៅឡើយហូបឯផ្ទះម៉ែក្មេករសជាតិយ៉ាងណាចង់ដឹងពុនពេកស្លបាយម៉ែក្មេងតើសាបឬមួយក៏ប្រៃតែកិនយូរទៅមានម៉ែតែមួយជេយំជេថ្ងៃរកថែមធ្វើអីមិនស្រួលព្រួតវាអន់បានទេស៊ូទុកក្រមុំនោមដល់ស្លឹងជេងម៉ែបង្កើតម៉ែក្មេងសិនតែបងប្អូនជាដូនមួយខ្លាឆ្ងាយយើងមុងជាជើងមុងឬជាប់ជើងមេងខំឆៃតាមមេងក៏នៅតែអន់ឃើញផ្លូវសងផ្លូវទៅសាលាផ្លូវវត្តផ្លូវផ្សារខ្ញុំស្គាល់ឡើងសងដងហើមគៀនក៏ស្គាល់គ្រប់កលិកលោះអត់ឆ្លោះត្រង់ណាតែផ្លូវទៅផ្ទាំងម៉ែក្មេកនៅឯណាឬក៏នាងណាយកផ្លូវនោះលាតុងបានហើយបាយវ័នបាយផ្សារបាយផ្ទាំងបាយសាលាខ្ញុំហូបអង្ហើយយូរជាង30ផ្លាយប៉ុន្តែនៅឡើយហូបឯផ្ទះម៉ែក្មេករសជាតិយ៉ាងណាចង់ដឹងពុនពេកស្លបាយម៉ែក្មេងតើសាបឬមួយក៏ប្រៃតែកិនយូរទៅមានម៉ែតែមួយជេយំជេថ្ងៃរកថែនធ្វើអីមិនស្រួលព្រៀនវាអន់បានទេស៊ូទុងក្រមុំនោមដល់ស្លឹងជេងម៉ែបង្កើតម៉ែក្មេងសិនតែបងប្អូនជាដូនមួយខ្លាអរគុណពុកពេលដែលគាត់ជាងចប់យើងអាចបំពាក់កម្រងផ្កាបានបាទបើសិនជាយើងពេញចិត្តបាទបាទបងប្អូនណាដែលមានបំណងចង់ឡើងរំអីអាចឡើងរំអមគាត់បានបាទប៉ុន្តែឡើងចំនួនល្មមបានបាទបើឡើងច្រើនពេកអាចខ្លាចបាក់ឆាកបាទព្រោះឆាកយើងរៀងទន់ដែរបាទសូមអញ្ជើញបេក្ខជនលេខរៀងទី8អូនចន្ទធីនៅណាដែរបាទមកដល់ហើយឬនៅ